បាទសួស្តីបងប្អូនទាំងអស់គ្នាឧទាហរណ៍ថាបងប្អូនធ្វើដំណើរនៅទីក្រុងភ្នំពេញស្រាប់តែវង្វេងផ្លូវតើត្រូវធ្វើដូចម្ដេចដូច្នេះវីដេអូនេះបងបង្ហាញជូនអំពីរបៀបដោះស្រាយទី1យើងកុំអាភ័យព្រួយបារម្ភពេកនៅស្ងៀមសិនបន្ធូរអារម្មណ៍ដកដង្ហើមធំហើយមើលជុំវិញខ្លួនដើម្បីឲ្យយើងនឹងមានអារម្មណ៍ស្ងប់ហើយងាយស្រួលរកដំណោះស្រាយបាទនៅទី1ណានៅស្ងៀមសិនដើម្បីទប់អារម្មណ៍បាទទី2នោះគឺយើងត្រូវប្រើប្រាស់ Google Map ឬក៏យើងអាចនឹងចេះហៅ Pass App ឬក៏ Grab ហើយប្រាប់គេទៅកាន់គោលដៅដែលយើងចង់ទៅបាទឧទាហរណ៍ដូចយើងត្រូវទៅសាលារៀនឧទាហរណ៍ដូចជាយើងត្រូវទៅផ្សារណាមួយដែលងាយស្រួលណាត់គ្នាដើម្បីជួបអ្នកណាម្នាក់ឬក៏ទៅដល់គោលដៅរបស់យើងហើយទី3នោះគឺយើងអាចបាទសួរគេដោយសុភាពរៀបសារកុំឆ្លើយហើយសួរដោយសុភាពអត់ទោសបងអធិស្ឋានបងបើអ្នកណានៅចិត្តណាយើងសួរគេទៅបងស្គាល់សាលានេះអត់ស្គាល់ផ្សារនេះអត់ស្គាល់ម្ដុំនេះអត់អីចឹងបាទហើយទី4នោះគឺយើងតែហៅមិត្តភ័ក្តិឲ្យមកយកយើងតែម្ដងអញ្ចឹងមិត្តភ័ក្តិជិតស្និទ្ធរបស់យើងសួរគេទៅតើគេនៅចិត្តយើងដែរឬអត់គេអាចមកជួបយើងនៅហាងកាហ្វេនេះកាហ្វេនោះអញ្ចឹងកុំដើរទៅកន្លែងស្ងាត់តែម្នាក់ឯងហើយកុំទៅកន្លែងណាដែលមានមនុស្សច្រើនពេកដែលធ្វើឲ្យយើងនឹងកាន់តែវង្វេងបាទហើយទី5នោះគឺសូមប្រុងប្រយ័ត្នសុវត្ថិភាពជាចម្បងណាសុវត្ថិភាពជាចម្បងមើលឆ្វេងមើលស្ដាំហើយបើអាចបាទកុំទៅក្បែរមនុស្សណាចិត្តពេកកុំទៅគៀកគេពេកអញ្ចឹងហើយជារកកន្លែងណាដែលសុវត្ថិភាពណាអញ្ចឹងសរុបសេចក្តីមកទី1នៅពេលដែលយើងវែងផ្លូវគឺនៅស្ងៀមសិនបាទកុំអាចជ្រួលច្បល់ហើយយើងអាចប្រើទូរស័ព្ទដៃរបស់យើងដើម្បីហៅ Grab ឬក៏ Pass App ឬក៏មើល Google Map អញ្ចឹងទៅហើយទី3យើងអាចសួរគេដោយសុភាពរៀបសារទី4អាចហៅមិត្តភ័ក្តិហើយទី5គឺបើវង្វេងផ្លូវគឺយើងបាទត្រូវគិតអំពីសុវត្ថិភាពជាចម្បងការវែងផ្លូវនៅទីក្រុងគឺជារឿងធម្មតាទេណាក៏ធ្លាប់មានបទពិសោធន៍ដែរមកដំបងបាទអញ្ចឹងហើយយើងអាចដោះស្រាយតាមជំហាននីមួយដោយដកដង្ហើមវែងបន្ធូរអារម្មណ៍បាទហើយធ្វើដំណើរដោយមានអារម្មណ៍ក្នុងខ្លួននិងមានទំនុកចិត្តបើអញ្ចឹងទេយើងកាន់តែជួយច្បល់ជាមិនខានអរគុណសម្រាប់ការទស្សនាវីដេអូហើយសូមឲ្យយើងទាំងអស់គ្នាដែលជាសិស្សានុសិស្សសុវត្ថិភាពបាទបើសិនជាវីដេអូនេះជួយបងប្អូនកុំភ្លេចចុច like ចុច share ដើម្បីជួយដល់អ្នកដទៃផ្សេងទៀតផងដែរ